អ្នកដែលពូកែទ្រាំនឹងការលំបាកនឹងទទួលបានជោគជ័យធំដុំខ្សឹបពីអន់ប្រាប់ខ្លួនឯងអ្នកនឹងក្លាយជាមនុស្សអន់មិនខានរាប់អានមនុស្សឲ្យបានច្រើនតែកុំទុកចិត្តមនុស្សទាំងអស់អីការចេះដឹងគុណជាលក្ខណៈរបស់មនុស្សល្អសេចក្តីសង្ឃឹមជាបាតគ្រឹះនៃភាពជោគជ័យកុំគ្រាន់តែចង់អួតគេហើយនិយាយកុហកគេឡើយកុំទម្លាប់រាប់អានមនុស្សដោយសម្លឹងមើលបុណ្យស័ក្តិមុខមាត់ឡើយឆ្លោះច្រើនស្អប់ច្រើនល្បិចច្រើនអន្តរាយច្រើនទុក្ខក៏ច្រើនដែរពេលចំណេញកុំប្រមាទពេលខាតកុំមួម៉ៅពេកវាជារឿងធម្មតានៃជីវិតទេអ្នកធំត្រូវតែចេះទ្រាំនឹងពាក្យនិន្ទាកូនចៅមិនចេះតែស្រឡាញ់យើងគ្រប់គ្នាទេធ្វើការងារកុំយកតែមតិខ្លួនឯងអីចេះស្ដាប់គេផងទើបរីកចម្រើននិងធ្វើការជាមួយគ្នាបានយូរធ្វើការងារធំត្រូវចេះគ្រប់គ្រងកំហឹងសម្រេចចិត្តពេលខឹងច្រើនតែខុសកុំនិយាយច្រើនពេកកុំខ្លាចថាគេមិនដឹងមើលកលៈទេសៈសិនសំនិយាយហូបអាហារគីមីច្រើនអ្នកនឹងមានរោគច្រើនគិតរឿងស្មុគស្មាញច្រើនអ្នកនឹងកើតទុក្ខច្រើនបើយើងជួយគេអស់លទ្ធភាពហើយតែនៅតែជួយមិនបានអ្នកត្រូវចេះព្រមមិនដូច្នោះទេអ្នកនឹងមានទុក្ខមិនខានភ្លើងតែងក្តៅជីវិតតែងមានបញ្ហាមានអ្នកណាជៀសរួចទេច្នៃគូក្បាលអ្នកឲ្យคล้ายជាសួនផ្កាទម្លាប់គិតរឿងល្អល្អកុំពូកែទើសពេកលំបាកតែខ្លួនឯងដើរបានមួយជំហានទៀតដួលក៏ត្រូវតែដើរដែរនិយាយតិចប្រសើរជាងនិយាយច្រើនតែអត់បានការក្រទ្រព្យនាំឲ្យលំបាកក្រគុណធម៌នាំឲ្យកើតទុក្ខកុំអាងចំណេះកុំអាងអំណាចកុំលើកខ្លួនពេកកុំមើលងាយមនុស្សមានទ្រព្យតែចិត្តមួម៉ៅក្តៅក្រហាយមិនប្រសើរឡើយអ្នកមិនអាចបង្ខំពងមាន់ឲ្យញាស់មុនពេលកំណត់បានទេរៀនរងចាំរៀនព្រមខ្លះទើបមិនសូវមានទុក្ខអ្វីមិនចេះតែបានតាមចិត្តទេ
ខឹងគេធ្វើបាបចិត្តខ្លួនឯងគ្មានអ្នកណាធ្វើតាមចិត្តយើងគ្រប់ពេលទេរៀនអត់ធន់ខ្លះទៅកុំនិយាយរឿងក្តៅក្រហាយច្រើនពេកខាតពេលផងខូចចិត្តផងមានបាបទៀតបណ្ដោះចិត្តស្រឡាញ់បណ្ដេញចិត្តស្អប់ជីវិតបានសុខស្ងប់ច្រើនកុំបណ្ដោយឲ្យចិត្តរវើរវាយពេករៀនកាត់ឲ្យខ្លីៗខ្លះទៅទើបមិនសូវស្មុគស្មាញកុំចូលចិត្តជន់ជើងគេឯងពេកក្រែងឈរជើងមិនបានយូរបើសរសើរឲ្យគេឮគ្រប់គ្នាបើបន្ទោសរកកន្លែងណាស្ងាត់ជីវិតមានជួបមានព្រាត់ជារឿងធម្មតាកុំកើតទុក្ខពេកបើជីវិតមានរឿង100ឲ្យអ្នកយំអ្នកមានហេតុផល1000សម្រាប់ញញឹមរួចបន្តដំណើរទៅមុខទៀតកុំយកកំហឹងជាម្ចាស់ត្រូវធ្វើជាម្ចាស់កំហឹងវិញនិយាយច្រើនតែអត់ប្រយោជន៍យូរទៅអស់តម្លៃខ្លួនឯងមានទ្រព្យផងមានធម៌ផងទើបមានសុខពិតមិនដឹងស្លាប់ថ្ងៃណាទេខំខឹងយកទៅណាព្យាយាមសាងល្អពីក្មេងទៅកុំចាំដល់ចាស់ជីវិតមិនទៀងទេត្រូវសាងល្អឲ្យហើយអ្នកនិយាយច្រើនមិនប្រកាសថាចេះច្រើនទេសង្រួមកាយវាចាចិត្តជីវិតបានសុខស្ងប់កុំចេះតែថាធ្វើផងកុំចេះតែស្មានពិចារណាផងកុំចេះតែខឹងរកហេតុផលផងចិត្តអាក្រក់បាបចិត្តល្អបុណ្យងាយយល់កុំមានអ្នកពេកចេះស្ដាប់គេផងកំហឹងដុតបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកដំបូងគេកុំស្ដាយក្រោយអីព្រោះបើស្ដាយទៅក៏កែមិនបានដដែលកុំកើតទុកនឹងរឿងដែលមិនទាន់កើតឡើងពេកអីកុំយកពាក្យគេមកគិតហើយដេកកើតទុកឡើយរៀនសរសើរពេលឃើញគេធ្វើល្អរៀនទទួលយកការពិតទើបមិនសូវកើតទុក្ខខ្លាំងទម្លាប់នឹកគិតរឿងណាដែលនាំឲ្យរីករាយចិត្តកុំនិយាយដើមគេអីគេដឹងគេស្អប់ហើយមានបាបទៀតប្រឹងសាងល្អឲ្យហើយកុំចាំថ្ងៃស្អែកខឹងតែកុំគុំអីរៀនភ្លេចខ្លះទៅបានសុខជាង
bởi vậy pi sự ấy tục phơi chặt vĩnh chỉ một thời chốn nâng nhẹ nào cổ miền đây còn tịch trán tam cầm rật này banya nhà smart đây vô đăng âm pi tầm nào này chỉ vật nâng bờ cuộc nâng trà đòi ạ của sao mua mau khăn chụp chụp bẹ lụp luôn trà nâng cả tục trà này bị pro ạ của sao nâng vì chỉ nằm bứ vì chỉ mê rô vì mau rùm khan plei chặt ở dương nâng nhọp nhùa ưu tế ho tha dương chân này dương cầm nành dương ọp dương cung nâng đôi phương thuộc nó vì một oi chặt dương chít ở dương đau nè khá ra hột đó để mình lụa bỏ mình là hơi hộp bài mình nhanh khoai đó chẳng vì ở ban sau kề ca chụp chúng bẹ bật na hô pi smart phiệp nâng con nộm ở ca tục đeo mà tha dương hồ bán bản năng smart phiệp dương phẳng ói bán mà mờ nâng bọn nó vừa lốp vừa luôn vừa có cả hai priệp thiệp khôn kê ban mà liên nó vừa đi ở lụa vào đảo vậy chẳng mình tha hàm khọt mình ao prăng này tập prăng pan là to là miền sân tàu xạ của nó thó ta ao chế bình chất nâng sầm mặt phiệp để khuôn ai rột bàn prăng này tập prăng pan là nhom phẳng ói sầm mặt phiệp nhom pan nắngสบายchất nâng ở vậy để khuôn hộ bàn hà nâng bàn về sral vừa ọt cả tục á chúng ta nè là rô bàn hay nơi ta cả tục chẳng bờ bút bỏ ông chặt tục thà dương nơi cò ta đái lại bờ tôi chỉ rô bàn chán vui dùng với khoai với bột bạ với mua với ma chẳng ca để che bùi dùl khuôn ấy rô bàn chán chặt tục thà bon dương chán dương sập bài chất nâng vậy để dương rô bàn chán nâng từ hay rô bàn là mốm nâng trong prang ở smart phiệp ấy ở pi smart phiệp của nhóm bản năng chẳng sập bài chất các bon của nhóm dùng pi nhóm miền bản năng màu bờ rô bàn tích nâng nơi tập prang nơi tập to su chẳng là bảy chiều phiệp bên tay thời cầm nọt đăng tham nút với miền Việt Nam xin cái này mình ai tự đi trên này kì trên này bong trên này ôn nè khá khu xa kì xem bong ôn kì xem kì hồ sĩ bàn miền anh vì on trên cái đi cái đại cái hài trên này kì hồ hương mai hồ hương in chân tới của miền này chẳng có sao nó vì mọi dương á mình ao dương bàn sóc kê tất cả này dương miền có sao nâng chớn nâng cả tục chở này chẳng vì tôi là dương chi diêm chùm ra nơi thiết lò nơi con nông chất ụ tì ho tha cả chạy lệ tích chớn cả đôi miền tích chạy tam tích miền chớn chạy tam chớn thực chất mê ta nâng vì đôi chia tức xa mư có ca pro prum đàm chớn ở vì sọ chẳng tất chất lo tinh tí nâng có đôi ca này gì đôi chất mê ta ca chui bị vô ở kê bàn sọc bằng hành plơ ở kê bàn chầm ra hơn thì cái đây là o tam vì chá nó về bài chất khơi kia sọc khơi kia lo từ chất nó miền sầm mát thể vô tới mình từ bậc căn chân này cùng cuốn sọp kê ấy thế ở bùm chặt luôn ấy nứng ao thật được con cổ so là thô thật được con sầm mát thể thế nực hơi thần nó ngay chỉ vật nó về miền hai về miền Paul ấy dương prang prai bàn pan ná Paul về bàn pan năng đài vừa ọt ai dương vừa sẽ mà hay tá sẽ bằng cùi chọn bàn Paul một hay tao vì ọt bàn này chẳng nắng miền sầm mát thế chưa lờ
hạt phò nè chẳng vừa cả tục ta mệnh chăng ấy ở đây xem mà thế ông thua bạn bảo bà nhà xem đại từ lừa bà nhà nữa ấy đăng thà ở vậy với sách tại miền hai ở vậy cả lang mền ọt hai tệ nhưng vì miền hai cục quán này rương là ở đấy rương ở khó đấy sao tại miền hai bảo viên nó bị còi vậy nhưng bê chu rương là mình chu bê chứ cầm nạp đăng thà anh nâng chỉ phò bón chỉ phò này cả gì bởi vì bờ hướng mình là cả láng nâng ai cầm nọt đăng mong khả năng ạ việc thóm vậyถ้าอะก็สอลวิบะเคยหูมันละอดับลือสำเลยมันไปรู้กี่เจกี่ใหญ่ดามไอโอยังจังเต้จีอะก็สอลวิบะมองอันนั้นคือสัจจะท้อชีพอในบาปจังมองจังว่าอดตึกเก้าตุกตูมันนัวหนึ่งเหืองหนึ่งเปเจ้ไปผัวกำหนดดังถ้าวิเมียนไฮวิเมียนอะก็สอลนามุ้ยวินได้ยืนถลอดฝืนม้วินนัวไอ้เก้าเตจีอะก็สอลวิบะพอในบาปนั่งพอในบาปได้ยืมอันฟืนนั่งไงจังหายให้ก็หายกำหนดดังซองคาtừng lái caoให้รถtừ vinh kinh vậy hái chọp lốt chân bát đấy bờ nè để miền bảy nhá khi mình xây vô bịa nâng màu cuối cao tục đại của họ cả hai mà khai bị khai đây khi cầm nọt đăng thảo có xó nó cao mà plate vậy chọp bát hay bên này nè để khoa bảy nhà nó trở tại cả tục đời xa rương mình lo để cả làng đời xa mình dùl chẳng bạp cha oi phò phong khoa bảy nhà và cao bạp tham mày mua mai chôn cùng nôm cung cuốn nó nó chỉ bạp tham mày vậy chẳng hiện từ lẽ nó miền bảy nhà xóm nơi ca vô đăng bị tầm nào này thòm chiết ở rùm chật rưỡi tới anh nâng ban dương bật thoi thiệt pul nâng mê ruột nâng hay bật thèm thiệt lọ chỉ khổ so là thò nâng rưỡi tới miền khăn tây miền ấp thôn miền bánh nhà cầm nọt đăng bị tầm nào này song kha cả rồi luật mình bạc can mình huông hai miền có tự tu là thà vì chỉ phò này bon đó mình việc thở bắt việc thở bong với cái thà vì chỉ song hà là thó với prai pru chăng với ọt tiếng với ọt toa tê anh vừa đuổi upama đuổi theo chữ kiến vừa nơi prey vì che đấy vừa ọt prey vừa rồi luật đấy prai tết về lưng giấy của lịch từ anh song khá nơi pe miền hạt chạy cục khoản bòn miến dương nơi miền chỉ vật trọp dương nơi rô bàn đập bê bòn vực sao tới rô về bản tích tới bê là bòn tới là bò nó có với trức hạt lông trồng từ ấy dương to là riêng từ tour school thằng nắng ấy chỉ vật ứng viên trắng tớp dương ái sầm rùa play chất mình áo cả tục làng bàn hay bởi dương nơi ta mua mau đã cả hai cung cuốn đôi ta chụp chụp bẹ hung hay bậc can thà ấy thở tập ban tam anh chọn nó cả tục láng ấy bùi bùi ấy nó viên mình ai tam chặt dương chọn là hồ đê bởi dương khoa nơi bốn nó khoa hai tới vì ọt bà này vừa tỏ miền hai cục còn bàn bàn anh một tình này tệ lục chặt tục đôi chít thằng kẹt để nơi chui cà pi chặt mình ao lẹ từ con phơi cụ thả cho mình nẹt để sau sẽ tệ mà đây nó chơi tập lịch plan
ឆេវឆាវមួម៉ៅឆាប់ stress ឆាប់ទទួលយកពាក្យសម្ដីរឿងរ៉ាវអីមកទុកក្នុងចិត្តហើយមិនងាយប្រឡែងរឿងនឹងចេញពីចិត្តវិញទេចឹងបាននៅក្នុងធម៌សតិនិងសម្បជញ្ញៈបើនិយាយដោយសួរស្ដាប់សតិនិងបញ្ញាដៃគូជាអង្គរៈឆ្វេងស្ដាំសម្រាប់រក្សាចិត្តមិនឲ្យកើតទុក្ខមិនឲ្យរងគ្រោះដោយសារអកុសលពីព្រោះអកុសលហ្នឹងវាចាំតែមកធ្វើបាបចិត្តដុតចិត្តហ្នឹងឲ្យក្តៅដូចថាចំណែនខឹងគុំស្អប់រវើរវាយក្តៅកហល់កាហាយភ័យព្រួយបារម្ភអីទាំងអស់ហ្នឹងវាជាអកុសលហើយវាមកចាំតែដុតចិត្តហ្នឹងឲ្យក្តៅឯងបើនេះស្មារតីហ្នឹងជួយថានោះមកអកុសលចំណែនមកដឹងថានឹងជាសត្រូវស្មារតីនឹងដឹងខាងមកដឹងកំណត់ដឹងថាអូចិត្តអញខាងចិត្តអញស្ដាយចឹងកំណត់ដឹងចឹងហើយសម្បជញ្ញៈបានដល់បញ្ញាហ្នឹងមកជួយពយល់ធ្វើម៉េចឲ្យចិត្តហ្នឹងបានឆ្ងាយចាកអំពីអកុសលទាំងអស់ហ្នឹងដូចនិយាយភាសាសាមញ្ញដូចថាបដិញ្ញចេញឬក៏ចិត្តរបស់យើងហ្នឹងវាមានសោលបងផងសោទ្វារផ្ទះនេះផងសោលបងឧបមាដូចជាសតិអញ្ចឹងចាស់ហើយសោទ្វារផ្ទះតែទៅជាបញ្ញាអត់ឲ្យវាចូលក្នុងចិត្តយើងតឧបមាថាយើងឃើញគេល្អឃើញគេបានចម្រើនតែយើងអត់មានសតិបញ្ញានៅខ្លួនអាចចំណែនវាចូលមកចាប់ដើមនិយាយប្រទៀបប្រថោកបង្អន់បថយគេអញ្ចឹងទៅវាខ្មេះទេវាមិនកើតទេប៉ុន្តែដល់ពេលយើងមានសតិយើងកំណត់ដឹងថាអូចិត្តចំណែនកើតឡើងចាប់វាជាប់ចាប់អាចចំណែននឹងជាប់មិនឲ្យវាចូលផ្ទះហើយមានបញ្ញាមកពយល់ថាទេកុំចំណែនគេអានឹងប៉ុនគេខំប្រឹងគេធ្វើល្អពីជាតិណាគេចាំម៉ែចាំឪគេធ្វើទានអីចឹងគេបានចម្រុងចម្រើនយើងគួរតែអនុមោទនាបុណ្យគេវិញអានឹងបញ្ញានឹងពយល់ឲ្យយើងបានសុខពយល់ឲ្យយើងកើតបុណ្យចឹងសតិបញ្ញានឹងវាជួយទប់ស្កាត់អកុសលទាំងអស់ហ្នឹងមិនឲ្យវាវាយលុកផ្លូវចិត្តរបស់យើងឧបមាថាខឹងអ្នកណាក៏មានកំហឹងដែរជាពុទ្ធជនប៉ុន្តែសតិហ្នឹងវាទៅចាប់អូខឹងកើតឡើងអូគុំគេកើតឡើងកំណត់ដឹងស្គាល់ថាមុខគុំមុខខឹងហ្នឹងជាសត្រូវជាភ្លើងឯងមិនមែនជាមិត្តរបស់យើងឯងចាប់ពឹបវាជួនកាលវាកជ្រោលវាទប់អត់ជាប់ប៉ុន្តែឲ្យមានបញ្ញាមកពយល់តាន់ឥឡូវបើខឹងទៅវាក្តៅវាកុហកកាហាយហើយវាធ្វើឲ្យរឿងហ្នឹងកាន់តាធំទៅហើយណាស់មនុស្សហ្នឹងតែអញ្ចឹងតាំងពីដើមមកហើយណាស់រឿងហ្នឹងវាអញ្ចឹងទៅហើយបើក្តៅកុហកកាហាយទៅរឿងហ្នឹងវាកាន់តែធំឡើងទៅវាអត់បានអីជាប្រយោជន៍សម្រាប់ដោះស្រាយហើយអញ្ចឹងតាដោះស្រាយស្ដីបដៅថានៅតែស្ដីបដៅថាប៉ុន្តែហើយនឹកឃើញថាម៉េចធ្វើម៉េចប្រហែលជាយើងមានផលកម្មអីមិនល្អបានជាជួបរឿងអញ្ចឹងឥឡូវយើងយកវាជាបទពិសោធន៍ទៅហើយដូចថាទៅមុខទៀតមិនតេនតាយមិនដេកកុហលកាហាយយករឿងនឹងមកច្រាមចិត្តខ្លួនឯងឯអាហ្នឹងតួសតិតួបញ្ញាហ្នឹងជាអង្គរៈការពារចិត្តហើយវាផ្សំគុំជាមួយនឹងឧទាហរណ៍មេត្តាមានចិត្តត្រជាក់មិនសូវជាគុំគួនគេមិនសូវជាយករឿងក្តៅក្រហាយមកទុកក្នុងចិត្តទេសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខ
สมาใดนึงเอาวินนึงครูนึงวิเฉินเชียงดาเตนึงหืงเตะเกหืงเกយើងដឹងរឿងប៉ុន្តែมันប្រឡែងចិត្តនឹងឲ្យទៅនៅផ្ទះគេទៅនៅដឹងរឿងគេគ្រប់តាគ្នាអញ្ចឹងទៅវាខ្លាចជាចិត្តនឹង homeless អនាថាទៅពីហើយហ្នឹងយើងកើតទុកហើយអញ្ចឹងទលាប់ហៅចិត្តឲ្យមកនៅខ្លួនឲ្យមកនៅនឹងដេកដើរឈរអង្គុយឲ្យមកនៅនឹងញ៉ាំចុកបុកទៅពីស្លៀកពាក់អីហ្នឹងឲ្យព្រលឹងវានៅខ្លួនណាអេរិយាបថទាំង4ហ្នឹងហើយហ៊ានចម្រើនចិត្តល្អទៅមានសទ្ធាយល់ត្រូវស្ដាប់ធម៌ចម្រើនការយល់ដឹងជាសមាធិខ្សែគប់មិត្តល្អមិត្តត្រូវទៅហើយរីមានឱកាសពេលវេលាចម្រើនសមាធិចិត្តនឹងថឹងពីព្រោះបើយើងគ្រាន់តែយល់ពេលខ្លះអត់អាចទប់ទល់នឹងអកុសលនឹងបានដឹងថាខឹងមិនល្អប៉ុន្តែទប់វាមិនបានដឹងតែចំណែនគេនឹងវាខុសប៉ុន្តែទប់ចិត្តវាមិនបានអញ្ចឹងវាតលមានឱកាសវឹកហាត់បកើនតបការពីខ្លួនគឺការចម្រើនសមាធិការស្ដាប់ធម៌ការត្រេះរិះពិចារណារឿយសមាធិនឹងជួយធ្វើឲ្យដូចថាមូលដ្ឋានតបរបស់យើងរឹងប៉ឹងពេលមានរឿងមកក៏យើងមិនរំភើបញាប់ញ័ររំជើបរំជួលខ្លាំងដែរដោយកម្លាំងសតិបញ្ញាកម្លាំងចិត្តនឹងថឹងដែលមាននៅក្នុងខ្លួនយើងហ្នឹងអាហ្នឹងទើបយើងមិនរវើរវាយមិនសូវរំជើបរំជួលញាប់ញ័រដោយសាររឿងដែលកើតឡើងក្នុងលោកហ្នឹងកំណត់ដឹងថាក្នុងលោកហ្នឹងគឺវាតែអញ្ចឹងវាអត់ដែលក្នុងលោកនោះស្រាប់តែស្ងប់ស្ងាត់លែងមានរឿងអត់ទេគឺថាវាត្រូវតែជួបជាតិណាកំណើតណាពេលណាកើតក្នុងតកូលណាក៏មានរឿងគ្រប់រឿងអញ្ចឹងហ្នឹងហើយកំណត់ដឹងថាវាជារឿងធម្មតាតាអញ្ចឹងយើងអត់សូវកើតទុកខ្លាំងទេដោយសារយើងមានបញ្ញាកំណត់ដឹងថាជីវិតវាមានបញ្ហាដូចជាភ្លើងវាត្រូវតែក្តៅអញ្ចឹងមិនអាចខាត់មិនឲ្យក្តៅបានទេអនុមោទនាមានអ្នកខ្លះទៅដូចមានអារម្មណ៍ថារៀងក្រៀមក្រំសោះក៏ក្រោះអត់សុបាយក្នុងចិត្តហ្នឹងវាអត់មានអីធ្វើឲ្យមានកម្លាំងនឹងក្រោកឈរធ្វើនេះធ្វើនោះហើយរមូលហេតុអត់ឃើញទេដូចជាអស់ធម៌ពលទាំងផ្លូវកាយទាំងផ្លូវចិត្តដែរអានឹងវាអាចតកតងនឹងយើងទទួលសម្ពាធការងារច្រើនពេកទៅហត់នឿយពេកហើយអត់មានពេលសម្រាកខ្លះដែលចឹងវាធ្ងន់ដូចដើមឈើដែលអត់បានស្រោចទឹកយូរវាក្រៀមទៅវាមិនងាយស្រស់ឡើងវិញទេឬក៏ក្នុងគ្រួសារនឹងមានវិបត្តិហើយដដែលទៅធ្វើឲ្យចិត្តយើងដូចជ្រុញហ្នឹងក្បិតហ្នឹងកាប់ច្រាមរហូតទៅវាស្នាមរហូតទៅក្រៀមឬក៏នឹងសំចិត្តអន់ចិត្តតូចចិត្តខឹងទាស់ចិត្តច្រើនយូរទៅវាមកជង្រុកចិត្តហ្នឹងសិតតាភ
ភាពសៅមងភាពក្រៀមក្រំភាពតូចចិត្តគិតថាគេមិនយកចិត្តទុកដាក់គិតថាគេមិនស្រឡាញ់គ្មានអ្នកយល់ចិត្តអីចឹងសាអាចិត្តហ្នឹងវាសំភ្លើងសំភាពកុហកកាហាយក្នុងចិត្តយូរវាអូតូម៉ាទិកគឺវាក្រៀមអញ្ចឹងមកអញ្ចឹងតើយើងអាចដូររបៀបគិតមកឧទាហរណ៍ថាធម្មតាជីវិតទៅជួបបញ្ហាដោះស្រាយទៅដោះស្រាយហើយដោះហើយទៅកុំស្ពាយសំពីងសំពងកុំនៅដេកខ្វល់ដេកខ្វាយអារឿងដែលហួសហើយអញ្ចឹងក្តៅក្រហាយខាយក្នុងធម៌លោកហៅកុកចៈក្តៅក្រហាយចំពោះរឿងដែលកន្លងផុតទៅហ្នឹងហើយតើដូចថាមានពេលសម្រាប់ខ្លះដើម្បីរក្សាកម្លាំងផ្លូវកាយនេះក្នុងការធ្វើកិច្ចការងារឲ្យបានវែងឆ្ងាយមិនមែនបានន័យថាមិនធ្វើអីដែរលេងទេមែនទេម៉ាស៊ីនបើវាក៏តែមានពេលលុតដើម្បីកុំឲ្យវាក្តៅពេកដែរខួរក្បាលរាងកាយហ្នឹងក៏អញ្ចឹងដូចគ្នានៅក្នុងធម៌លោកឲ្យប្រើអិរិយាបថឲ្យស្មើគ្នាដេកដៃឈរអង្គុយហ្នឹងហើយបរិយាកាសជុំវិញខ្លួនក៏វាមានឥទ្ធិពលលើផ្លូវចិត្តយើងដែរឧទាហរណ៍ថាកន្លែងក្លុករស់នៅបើវាស្មុកវាស្មាញវាផ្សែងវាពុលវាហុយអានឹងក៏ធ្វើឲ្យមួម៉ៅស្មុកស្មាញដែរអញ្ចឹងតើកន្លែងស្រឡះបើកអួចបើកទ្វារដើម្បីយកខ្យល់អាកាសហើយដើរហើរហាត់ប្រាណអីចឹងទៅដូរបរិយាកាសរស់នៅហ្នឹងទើបអាចធ្វើឲ្យរាងកាយរបស់យើងនឹងរឹងប៉ឹងឲ្យបន្ទាល់តែយើងសួរខ្លួនឯងថាថ្ងៃហ្នឹងយើងបានធ្វើអីដែលធ្វើយើងសប្បាយចិត្តវាជាផលប្រយោជន៍មិនមែនថាតែមាសតែប្រាក់នេះយើងគិតថាថ្ងៃហ្នឹងយើងបានធ្វើអីជាកិច្ចការងារដែលសំខាន់សម្រាប់ខ្លួនយើងឬក៏សម្រាប់អ្នកនៅជុំវិញខ្លួនយើងឬក៏ជួយកិច្ចការងាររបស់ពុកម្ដាយរបស់សហគមន៍ភាពរីករាយក្នុងអំពើល្អតិចហ្នឹងដូចទឹកប្រោះព្រំផ្កាអញ្ចឹងឲ្យវាស្រស់អំពើល្អការរីករាយក្នុងសកម្មភាពតិចហ្នឹងដូចជាទឹកដែលមកប្រោះចិត្តហ្នឹងឲ្យវាស្រស់អញ្ចឹងហើយវាតលមានពេលស្រប់ចិត្តហ្នឹងដោយកម្លាំងនៃធម៌ដោយការរំលឹកគុណមេត្តាបិតារំលឹកគុណព្រះរតនត្រ័យធ្វើសមាធិស្ងប់ចិត្តទៅវាចិត្តហ្នឹងវារកកន្លែងស្ងប់ឃើញវារកកន្លែងសុខឃើញឲ្យវាមកជ្រោកនៅក្នុងអារម្មណ៍ដែលធ្វើឲ្យកើតចិត្តជ្រះថ្លាចិត្តរីករាយក្នុងបុណ្យហ្នឹងឧទាហរណ៍ជាផ្កាមកបូជាព្រះទិញខោអាវឲ្យក្មេងៗសភៅប៊ិចឲ្យក្មេងៗរៀនសូត្រទៅជួយចាស់ឬក៏មានកិច្ចការធុរៈអីជួយមិត្តភ័ក្តិអាហ្នឹងអាទិញចឹងវាដូរពីអាក្រៀមក្រំត្រឡប់មកទៅជាភាពស្រស់ស្រាយវិញហើយរៀនចម្រើនការយល់ដឹងក្នុងធម៌លោកថាមានបញ្ញាឃើញសភាពនៃចិត្តហ្នឹងវាប្រែប្រួលហើយមិនប្រកាន់ចង់ឲ្យតែចេះទៅហើយមួម៉ៅមិនបានមិនអញ្ចឹងឯអត់ទេអូចិត្តហ្នឹងវាឡើងវាចុះអញ្ចឹងហ្នឹងឥឡូវមើលឃើញដំណើរចិត្តឡើងចុះអញ្ចឹងបើវាស្ថិតនៅក្នុងអារម្មណ៍នាំឲ្យក្តៅក្រហល់កាហាយខឹងចំណែនស្អប់រឿងនឹងអ្នកនឹងទេយើងរៀនដូរមក
គិតថាតែគេមានកន្លែងវាល្អខ្លះដែរឬក៏ដូរពីជជែកពីបុគ្គលហ្នឹងមកជជែកពីបុគ្គលដែលនាំឲ្យចិត្តយើងស្រស់វិញទៅដូរប្រធានបទបើនៅក្នុងធម៌ដូចថាយើងដូរអារម្មណ៍អញ្ចឹងយើងសំឡើងវិញទើបចិត្តហ្នឹងវាស្រស់មានពេលឱកាសមកវត្តមកវាថ្វាយផ្កាននមស្ការសមាធិជួបជុំមិត្តភ័ក្តិហ្នឹងក៏មិត្តភ័ក្តិជាកល្យាណមិត្តអានសិភៅធម៌ស្ដាប់ធម៌រឿយទៅហើយធ្វើកិច្ចការងារណាដែលយើងគិតថាយើងធ្វើហើយវាសប្បាយចិត្តធ្វើអំពើក្នុងកុសលណារឿយទីទៅអាហ្នឹងដូចយើងប្រោះឬក៏ស្រោចដើមឈើដែលវាក្រៀមស្វិតហ្នឹងត្រូវការចំណាយពេលយូរទំហំទៅវាស្រស់ឡើងវិញយ៉ាងណាកុសលធម៌ទឹកចិត្តស្រស់ស្រាយក្នុងអំពើល្អចិត្តដែលតម្កល់នៅត្រូវដោយសតិបញ្ញាស្មារតីហ្នឹងវានាំចិត្តហ្នឹងឲ្យស្រស់ឡើងវិញចិត្តលហុតាវាដូចថាវាស្រាលឡើងវិញទៅខ្ញុំខំធ្វើល្អហេតុអ្វីខ្ញុំនៅតែមានទុក្ខច្រើនអ្នកខ្លះមានសមានចិត្តល្អមានចិត្តសប្បុរសអាណិតអាសូរជួយអ្នកដទៃច្រើនតែបែរជាមិនសូវបានសមប្រកបជួបរឿងទុក្ខសោកមិនចេះចប់មិនចេះហើយពេលខ្លះជួយគេហើយបែរជាគេរមិលគុណនិយាយអាក្រក់រហូតដល់ធ្វើទុកបុកម្នេញមកវិញក៏សឹងមានអំពើល្អដែលអ្នកបានសាងហើយនៅតែជាអំពើល្អដដែលមិនប្រែទៅជាអាក្រក់ទេគ្រាន់តែវាមិនទាន់មានពេលឲ្យផលប៉ុណ្ណោះចំណែករឿងមិនល្អរឿងអកុសលដែលអ្នកបានជួបវាជាផលនៃកម្មចាស់ដល់ពេលត្រូវឲ្យផលគួរស្វែងយល់ផងដែរថាបុណ្យកុសលមានច្រើនលំដាប់ហើយបុណ្យទាំងនោះជួយអ្នកឲ្យបានស្រាលពីទុក្ខតាមលំដាប់ដែរកុសលថ្នាក់ទានលះចិត្តកំណាញ់លះចិត្តជាប់ជំពាក់កុសលថ្នាក់ទាននោះជួយអ្នកឲ្យមានគេស្រឡាញ់រាប់អានច្រើនមានកិត្តិយសកេរ្តិ៍ឈ្មោះល្អនិងជាឧបនិស្ស័យនៃការរកទទួលទានមានបានតែកុសលថ្នាក់ទាននោះមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទេកុសលមួយទៀតដែលជួយអ្នកឲ្យរួចពីពាវេរាទៅថ្ងៃមុខគឺការរក្សាសិលបានដល់ការមិនបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយអ្នកជាមនុស្សមិនមានពៀទៅណាមកណាមិនសូវព្រួយបារម្ភក្នុងចិត្តព្រោះមិនបានធ្វើខុសហើយមិនសូវមានអ្នកមកបៀតបៀនអ្នកទេជៀសវាងតែអ្នកមានបាបកម្មពីអតីតជាតិមកកុសលថ្នាក់សិលជួយអ្នកឲ្យរួចផុតពីពាវេរាទៅថ្ងៃមុខតែវានៅតែមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទាំងស្រុងឡើយកុសលថ្នាក់ខ្ពស់ដែលអាចជួយអ្នកបានច្រើនក្នុងការសម្រាលសេចក្តីទុក្ខពីផ្លូវចិត្តគឺកុសលថ្នាក់ភាវនាដែលមានន័យថាការចម្រើនសមាធិ
ការចម្រើនបញ្ញាដែលជួយអ្នកឲ្យមានចិត្តនឹងធឹងមិនសូវញាប់ញ័រនឹងរឿងរ៉ាវទាំងឡាយសមាធិសំដៅលើការវឹកហាត់ចិត្តឲ្យស្ថិតនៅក្នុងអារម្មណ៍តែមួយដែលនាំឲ្យចិត្តបានស្ងប់រងាប់បានត្រជាក់មិនសូវរវើរវាយមិនសូវច្របូកច្របល់ជួយអ្នកឲ្យបានសេចក្តីសុខតាមផ្លូវចិត្តច្រើនចំណែកឯការចម្រើនបញ្ញាសំដៅលើការស្វែងយល់អំពីដំណើរកើតរលត់នៃសង្ខាររៀនលះបង់ការប្រកាន់ចំពោះរឿងរ៉ាវការទាស់ចិត្តនិងការជាប់ចិត្តចំពោះបញ្ហាទាំងឡាយពេលអ្នកបានលះបង់នៅសេចក្តីប្រកាន់នោះពីក្នុងចិត្តរឿងរ៉ាវទាំងឡាយកើតឡើងក៏កំណត់ដឹងថាជាដំណើរនៃធម្មជាតិពេលមានហេតុក៏កើតឡើងពេលអស់ហេតុក៏រលត់ទៅឧបមាដូចជាភ្លើងចង្កៀងពេលនៅប្រេងក៏នៅសល់ភ្លើងពេលអស់ប្រេងអស់បញ្ឆេះភ្លើងក៏រលត់ទៅអ្នកកំណត់ដឹងនៅដំណើរនៃសង្ខារយ៉ាងនេះកាត់បន្ថយនៅសេចក្តីប្រកាន់សេចក្តីទុក្ខក៏ធូរស្បើយពីចិត្តអ្នក បើនិយាយពីទួនាទីរបស់ចិត្តគឺវាគិតហើយវារត់ទៅរកអារម្មណ៍មិនតែបើយើងបដោយឲ្យវារត់ផ្ដេសផ្ដាស់ចិត្តរបស់យើងវាមានបញ្ហាអញ្ចឹងដែលយើងរវើរវាយច្រើនហ្នឹងដោយសារយើងមិនដែលហាត់ពុតលួតដំកុំឲ្យវាចេះតែដើរទៅគិតរឿងនេះតិចរឿងនោះតិចរឿងអ្នកនេះនិយាយអក្រក់បន្តិចរឿងអ្នកនេះចេះអ្នកនោះចោះដែលយើងបដោយវាទៅច្រើនពេកអានឹងឧបមាដូចជាយើងបដោយឲ្យកូនដើរលេងជ្រុលហើយយើងហៅវាឲ្យមកផ្ទះវាមិនងាយចង់មកដោយសារវាដើរទៅវាសប្បាយយ៉ាងណាចិត្តរបស់យើងអញ្ចឹងដែរវាតលតែយើងទម្លាប់ឧទាហរណ៍ថាបើវាគិតរឿងផ្ដេសផ្ដាស់នេះចេះនោះចុះវានាំឲ្យក្តៅកាហាយចិត្តទៅមានស្មារតីកំណត់ដឹងថាអូអាត្មាអញទៅគិតរឿងខាងក្រៅហើយចិត្តបើអញទៅនៅផ្ទះគេហើយคล้ายជាចិត្តអនាថាហើយចេញពីមួយចូលមួយចេញពីមួយចូលមួយវារវើរវាយច្រើនហើយអញ្ចឹងស្មារតីកំណត់ដឹងចាប់បានដូចបលិសអញ្ចឹងហើយទាញវាត្រឡប់មកវិញមកនៅនឹងកាយនេះបើនៅក្នុងសតិប្បដ្ឋានសូត្រឲ្យកំណត់ដឹងពីអរិយាបថដែលខ្លួនឯងកំពុងដេកដើរឈរអង្គុយនិយាយស្ដីហូបចុកបុកទាពីអីហ្នឹងឲ្យស្មារតីមកនៅនឹងខ្លួនហ្នឹងឲ្យបានច្រើនជាងរត់ទៅនៅផ្ទះគេរឿងអ្នកដតីមើល Facebook មើល new feed ចូល group នេះចូល group នោះច្រើនពេកអាហ្នឹងអាចធ្វើឲ្យចិត្តរវើរវាយហើយចឹងការកំណត់ពេលវេលាសម្រាប់ទទួលយកនៅអារម្មណ៍ខាងក្រៅនឹងសំខាន់ណាស់កុំឲ្យជ្រុលមើលក៏កុំឲ្យមើលជ្រុលចូលក្រុមទីងតឹងនឹងក៏កុំឲ្យហួសហេតុពេកក្រុមណាអត់បានការអត់ប្រយោជន៍ leave ចោលទៅ mute ចោលទៅទុកទៅក្រុមដែលសំខាន់សម្រាប់ជីវិតរបស់យើងគ្រួសារការងារអីចឹងទៅហើយតលយោចិត្តនឹងមកនៅនឹងអារម្មណ៍នាំឲ្យជ្រះថ្លាសបាយឧទាហរណ៍ថានឹកដល់គុណពុកម៉ែនឹកដល់គុណ
ប្រតនត្រ័យនឹកដល់អំពើល្អដែលខ្លួនបានធ្វើហើយនឹកដល់អារម្មណ៍ដែលធ្វើឲ្យចិត្តរបស់យើងនឹងវាស្រស់ណាវាអត់សូវក្តៅកុហកកាហាយនឹកដល់ធម៌ទៅអាចអានសៀវភៅធម៌អប់រំចិត្តស្ដាប់ការអប់រំទូមានស្ដាប់ការបង្ហាត់បង្រៀនបង្កើនចំណេះដឹងបើខ្សែគប់ជាមួយនឹងអ្នកដែលមានសន្តានចិត្តល្អ accept friend អីក៏ប្រយ័ត្នប្រយែងកុំសូវចេះកុំសូវជួយចិត្តមើលរឿងក្តៅកុហកកាហាយគេជេរបចោគ្នាអីមិនចេះចុះអេចអូចហួសហេតុពេកនិយាយអញ្ចឹងមិនមែនបានន័យថាហាមមិនឲ្យមើលទេប៉ុន្តែប្រយ័ត្នប្រយែងពីព្រោះអារម្មណ៍នឹងឯងវាមកតាក់ចិត្តរបស់យើងឲ្យរត់ទៅហើយបើយើងបដោយចិត្តច្រើនទៅកើតទុកហើយធានាអញ្ចឹងហ្មងអញ្ចឹងបានតលហ៊ានទាញចិត្តមកវិញអារម្មណ៍នឹងដូចអាហារអញ្ចឹងបើយើងហូបផ្ដេសផ្ដាស់ទៅកាយរបស់យើងឈឺហើយអាហារមានជាតិគីមីហូបច្រើនពេកហើយហូបហើយអត់ធ្វើចលនាអីអញ្ចឹងទៅឈឺយ៉ាងណាចិត្តរបស់យើងនឹងតែហូបតែគិតរឿងផ្ដេសផ្ដាស់តិចឈឺចិត្តដែរអញ្ចឹងវាតតែយើងរៀនរើសយកអារម្មណ៍ដែលធ្វើឲ្យចិត្តរបស់យើងសប្បាយរីករាយជ្រះថ្លាឧទាហរណ៍ខ្សែគប់ជាមួយនឹងកល្យាណមិត្តឧទាហរណ៍ថាស្ដាប់ធម៌ពិចារណាធម៌នឹកដល់សេចក្តីល្អគុណធម៌របស់យើងក្តីត្រេកអរនឹងសេចក្តីល្អរបស់អ្នកដទៃឃើញគេមានឃើញគេបានឃើញគេល្អអញ្ចឹងក៏ជ្រះថ្លាទៅហើយពិចារណានៅក្នុងសង្ខារមិនទៀងទាត់ប្រែប្រួលមិនថិតថេរមិនអាចបង្គាប់បញ្ជាបាននឹកឃើញថាជីវិតនឹងគឺអញ្ចឹងមានធម៌នៅក្នុងខ្លួនមានបញ្ញានៅក្នុងខ្លួនធ្វើឲ្យចិត្តនឹងមិនទន់ជ្រាយមិនចាញ់ច្រាបរឿងទេហើយមានពេលអប់រំសមាធិចម្រើនភាពស្ងប់ស្ងាត់នៅក្នុងចិត្តទៅទាញចិត្តទាញអារម្មណ៍នឹងឲ្យវាមកនៅខ្លួនហ្នឹងខ្មែរយើងជួយចិត្តប្រើថាអារម្មណ៍ទាញចិត្តឲ្យមកនៅនឹងខ្លួនឲ្យវាតោងយកអារម្មណ៍ដែលនាំឲ្យចិត្តជ្រះថ្លានឹងយើងមិនសូវរវើរវាយច្រើនហើយយើងបានសេចក្តីស្ងប់ច្រើនមានញាតិញោមមួយចំនួនទៅដែលគាត់ជួបរឿងអកុសលមិនសមប្រកបក្នុងជីវិតនឹងគាត់ត្អូញត្អែវាដូចថាមិនល្អដូចគេមិនគោកំសត់ម៉ែជីវិតខ្ញុំអភ័ព្វអីចឹងទៅដូចទៅតាំងពីគ្រួសារពុកម្ដាយប្តីប្រពន្ធមុខរបរអីចឹងវាដូចផ្ទួនគ្នាអានឹងយើងទៀមទីឲ្យដូចគេមិនបានទេពីព្រោះសម្ពាយកម្មសម្ពាយបុណ្យរបស់យើងនឹងផ្សេងគ្នាបើនៅក្នុងធម៌លោកសំដែងថាបើអ្នកណាបានធ្វើបុណ្យពីក្មេងដល់កើតមកជាតិនឹងស្រួលពីក្មេងមកបើមិនបានធ្វើបុណ្យពីក្មេងទេកើតមកពិបាកពិបិនលូកដើមលូកចំហត់នឿយចឹងទៅណាអានឹងមិនបានធ្វើបុណ្យពីក្មេងបើអ្នកខ្លះបានមកធ្វើបុណ្យពេលវ័យកណ្ដាលអញ្ចឹងពេលវ័យមានគ្រួសារប្តីប្រពន្ធរស់ស៊ីទៅក៏ធូរទៅអានឹងបានធ្វើបុណ្យពេលវ័យកណ្ដាលប៉ុន្តែអ្នកខ្លះបឋមវ័យក៏មិនបានធ្វើវ័យកណ្ដាលក៏មិនបានធ្វើទៅបានធ្វើពេលចាស់អញ្ចឹងតលហត់នឿយអស់ចិត្តហើយបានមានកូនមានចៅនឹងចាំវិញទៅជូនលុយជូនកាក់ខ្លួនឯងឈឺបាត់ហើយអានឹងធ្វើបន់យឺតដល់ពេលបានផលមកវិញក៏យឺតដែរអញ្ចឹងជីវិតយើងម្នាក់ហ្នឹងវារងឥទ្ធិពលពីកម្មចាស់ផងហើយកម្មថ្មីនេះផងការផឹងប្រែងការព្យាយាមការសេពគប់ត្រូវពេលបច្ចុប្បន្ន
អានឹងក៏ជួយឲ្យជីវិតយើងអាចផ្លាស់ប្ដូរជោគវាសនាដែរបើយើងអង្គុយតែស្ដីបន្ទោសយើងអង្គុយតែតូចចិត្តអន់ចិត្តនឹងរឿងដែលកើតឡើងក្នុងជីវិតហ្នឹងកម្មថ្មីវាអត់ល្អអាមួម៉ៅអាតូចចិត្តហ្នឹងអានឹងកម្មថ្មីហើយវាអត់បានជួយឲ្យរឿងហ្នឹងល្អប្រសើរវាធ្វើឲ្យរឿងហ្នឹងកាន់តែខ្មៅងងឹតទៅអញ្ចឹងបាននៅក្នុងធម៌លោកនិយាយពីបុគ្គលខ្លះមកងងឹតទៅវិញភ្លឺកើតមកក្រីក្រពិបាកបបិនប៉ុន្តែផឹងប្រែងរៀនសូត្រមានចំណេះចេះដឹងមានបញ្ញាអាចធ្វើឲ្យជីវិតនឹងប្រសើរទៅប្រសើរដោយទ្រព្យផងប្រសើរដោយយួរផងប្រសើរដោយធម៌ផងមានមេត្តាករុណាមានគុណធម៌ក្នុងខ្លួនជីវិតនឹងជួបរឿងអីក៏វាមិនកើតទុក្ខខ្លាំងដែរប៉ុន្តែអ្នកខ្លះមកងងឹតទៅវិញងងឹតមកក្របពិបាកបបិនហើយគិតទៅពីតុកសិចគិតទៅពីពិបាកគិតទៅពីប្រៀបធៀបមួម៉ៅអន់ចិត្តទូចិត្តអានឹងវាងងឹតទាំងមកងងឹតទាំងទៅហើយអញ្ចឹងយើងមិនអាចអង្គុយជេរស្ដីមិនបានអញ្ចឹងមិនបានអញ្ចឹងបានទេហើយយើងមានតែជួបហើយយើងដោះស្រាយយើងធ្វើដំណើរទៅមុខទៀតហើយរឿងណាហួសហើយក៏ទុកចោលទៅកុំសូវមលឹកមលើកមកអញ្ចេះអញ្ចោវាក្តៅក្រហល់កាហាយហើយយើងលើកជាមេរៀនជាអីបានប៉ុន្តែកុំឲ្យស្ពាយនៅទៅរស់នៅក្នុងអតីតកាលវាអត់បានអីត្រឡប់មកវិញទេអញ្ចឹងតើយើងហ៊ានទទួលស្គាល់ការពិតជីវិតយើងមិនអាចដូចជីវិតគេទេសម្ពីបនយើងមិនដូចសម្ពីបនគេទេយើងជួបរឿងយើងគេជួបរឿងគេជីវិតនៅលើផែនដីនេះសម្ពាយផ្សេងគ្នាជួបរឿងផ្សេងគ្នាគេមានទុកដោយគេយើងមានទុកដោយយើងជួបយើងប្រឈមមុខយើងដោះស្រាយគេជួយបានតិចតួចមិនមែនថាពឹងមិនបានសោះទេប៉ុន្តែយើងត្រូវតារឹងប៉ឹងប្រឈមមុខនឹងរឿងដែលយើងត្រូវដោះស្រាយហើយទៅមុខទៀតហ៊ានទទួលស្គាល់ការពិតហ៊ានកំណត់ដឹងថាជីវិតហ្នឹងវាអញ្ចឹងហ្នឹងតលយើងទទួលស្គាល់ថាថ្ងៃវាក្តៅភ្លើងវាលាកអញ្ចឹងយើងមិនអាចអង្គុយថាបន់ឲ្យភ្លើងតិចមកអត់បានទេជីវិតកើតមកគឺត្រូវមានរឿងមានបញ្ហាមានទុក្ខអញ្ចឹងហ្មងប៉ុន្តែស្អីដែលនាំឲ្យយើងមិនសូវមានទុក្ខគឺការមិនប្រកាន់មិនប្រកបជាថារឿងត្រូវតែតាមអញចង់ចេះដល់ពេលវាមិនបានវាកើតទុក្ខស្អីប្រកាន់ការហួងហែងហ្នឹងអញ្ចឹងតើរៀនទទួលស្គាល់ការពិតរៀនដោះស្រាយហើយរៀនកំណត់ដឹងថាស្អីហ្នឹងវាមានហេតុគ្រប់គ្រាន់ទើបវាកើតទៅជារឿងអញ្ចឹងយើងផឹងដោះស្រាយបានប៉ុណ្ណាយើងខាក់ខ្ញុំផឹងអស់លទ្ធភាពខ្ញុំប៉ុណ្ណឹងហើយឥឡូវទៅតាមហ្នឹងធ្វើម៉េចរឿងហ្នឹងយើងដោះស្រាយបានអាហ្នឹងយើងពេញចិត្តថាខ្ញុំផឹងដោះស្រាយហើយបើយើងរឿងហ្នឹងយើងផឹងហើយវាដោះស្រាយមិនបានឥឡូវយើងកើតទុកមិនបើយើងផឹងអស់ប៉ុណ្ណឹងហើយយើងដោះស្រាយមិនបានអាហ្នឹងធម្មជាតិកម្មជាអ្នកចាត់ចែងសត្វលោកអញ្ចឹងតើយើងហ៊ានដោះសេចក្តីទុក្ខពីចិត្តហ្នឹងទើបយើងមិនសូវកើតទុក្ខខ្លាំងដោយសារជីវិតរបស់យើងវាមិនទៀងអញ្ចឹងពេលខ្លះយើងត្រូវបាត់បង់ញាតិមិត្តបងប្អូនជាទីស្រឡាញ់ហ្នឹងដោយមិនបានព្រៀងទុកមុនហើយពេលខ្លះយើងទទួលយកអត់បានវាលឿនពេកយើងអត់ទាន់បានមើលថែគាត់ត្រឹមត្រូវអីចឹងទៅប៉ណ្ណឹងសង្ខារហ្នឹងវាមិនតាមការចង់បានរបស់យើងពេលណា
វាអស់ហេតុបច្ច័យក៏ត្រូវរលត់ដូចជាគៀងវាអស់ប្រេងក៏រលត់ទៅយ៉ាងណាជីវិតរបស់យើងនឹងពេលណាកម្មវាអស់ទៅជីវិតនឹងក៏រលត់ទៅដែរអញ្ចឹងបានជានៅក្នុងធម៌បើវាយើងត្រូវព្រាត់ប្រាសបែកបាក់គ្នាអញ្ចឹងបើយើងយំសោកទៅជាបទជនវានៅការយំសោកហ្នឹងយើងខាត់បានទេប៉ុន្តែព្រះអង្គឲ្យយើងធ្វើសកម្មភាពល្អបុណ្យកុសលជំនួសវិញឧទាហរណ៍ថានិមន្តព្រះសង្ឃទទួលចង្ហាន់ឲ្យវាច្រើនថ្ងៃទៅដល់ពីថ្ងៃស្លាប់រហូតដល់7ថ្ងៃទៅហើយដល់ទៅមុខទៀតទៅក៏ធ្វើជារៀងរាល់ពេលតាមដែលយើងអាចធ្វើទៅបានណាអញ្ចឹងនៅពេលដែលយើងនឹកគាត់យើងបានដូចថាកក់ក្ដៅក្នុងចិត្តថាយើងបានធ្វើកិច្ចនឹងជូនគាត់ហើយអញ្ចឹងជំនួសដោយការយំសោកសោកសង្រេងហ្នឹងទៅជាកិច្ចបុណ្យកុសលយើងក៏ដូចថាសប្បាយចិត្តខ្លួនយើងហើយយើងតាំងចិត្តឧទ្ទិសបុណ្យកុសលហ្នឹងជូនដល់អ្នកដែលស្លាប់ទៅអញ្ចឹងវាបានទាំងសងខាងប៉ុន្តែយើងមិនងាយថានឹងទៅហាមឃាត់ចិត្តថាមិនឲ្យយំអីហ្នឹងជាបទជនវានៅមានទោសៈទាស់នឹងអារម្មណ៍ហ្នឹងមិនចង់ឲ្យអញ្ចឹងប៉ុន្តែតើយើងមានសតិបញ្ញាស្មារតីហ្នឹងពន្យល់ខ្លួនឯងប្រាប់ថានឹងសង្ខារវាត្រូវដល់ពេលរលត់ទៅឧបមាដូចជាស្លឹកឈើទុំក៏ត្រូវជ្រុះទៅថ្ងៃពេលល្ងាចក៏លិចទៅមិនអាចហាមឃាត់បានទេហើយសត្វលោកនឹងប្រព្រឹត្តទៅតាមកម្លាំងកម្មរបស់ខ្លួនកម្មមុណាវត្តតិលោកោសត្វលោកប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនចឹងកិច្ចដែលយើងអាចធ្វើបានមានតែយើងធ្វើតក្ខិណានុបទាននឹងឯងហើយក្នុងកលតិសៈនៃកូវីដនេះពេលខ្លះកូនចៅក៏ជាប់ក្នុងចតារិស័កមិនបានធ្វើកិច្ចជូនអ្នកមានគុណឲ្យបានត្រឹមត្រូវប៉ុន្តែយើងអាចនឹងឲ្យញាតិមិត្តណាដែលមិនជាប់ជំពាក់នឹងការចតារិស័កហ្នឹងធ្វើកិច្ចឧទ្ទិសជូនទៅប្រហែលថ្ងៃប្រហែលពេលចឹងទៅហើយដល់ពេលយើងរួចមកចាំយើងធ្វើបុណ្យកុសលហ្នឹងឲ្យពេញដៃពេញជើងហើយយើងក៏មិនអាចអង្គុយបន្ទោសខ្លួនឯងថាបើអញ្ចេះទៅមានអីបើអញ្ចោះទៅមានអីអាហ្នឹងយើងបន្ទោសទៅវាអត់បានអីទេពីព្រោះសង្ខារហ្នឹងណាសង្ខារហ្នឹងវាអត់អាចស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់យើងទេដែលលោកហៅថាជាអនត្តាហ្នឹងអញ្ចឹងយើងរក្សាសុខភាពខ្លួនឯងរក្សាចិត្តខ្លួនឯងហើយយើងព្យាយាមធ្វើអំពើល្អដើម្បីបានជាប្រយោជន៍ដល់គាត់អានឹងតាមក្នុងពុទ្ធសាសនាហ្នឹងគឺត្រូវធ្វើតក្ខិណានុបទានហ្នឹងរឿយៗមិនចាំបាច់ថាតល7ថ្ងៃមិន100ថ្ងៃអីទេអានឹងយើងធ្វើតាមពេលវេលាហ្នឹងក៏ធ្វើទៅប៉ុន្តែកលៈទេសៈណាដែលយើងនឹករលឹកដល់គាត់យើងធ្វើឧទ្ទិសជូនគាត់ទៅមួយយើងអស់ចិត្តខ្លួនយើងពេលយើងនឹកគាត់យើងគិតថាយើងបានធ្វើអីជូនគាត់ហើយពីរបើក្នុងធម៌កម្លាំងនៃតក្ខណានុបទានកម្លាំងនៃការឧទ្ទិសហ្នឹងបើគាត់ដឹងគាត់មកទទួលត្រេកអរកម្លាំងបុណ្យហ្នឹងអាចរួចផុតពីទុក្ខទោសអាហ្នឹងជាសមត្ថភាពផ្ទាល់ខ្លួនរបស់គាត់បើគាត់ធ្លាប់ចេះត្រេកអរនឹងបុណ្យកុសលឃើញគេធ្វើល្អសប្បាយចិត្តជាមួយអញ្ចឹងទៅអញ្ចឹងឃើញដូចថាដឹងថាញាតិមិត្តកូនចៅធ្វើឧទ្ទិសជូនទៅគាត់ត្រេកអរនឹងបុណ្យហ្នឹងក៏ទទួលអនុមោទនាបានសេចក្តីសុខដោយសារកម្លាំងបុណ្យនៃអនុមោទនាហ្នឹងឯងអញ្ចឹងជាសរុបទៅគឺសង្ខារហ្នឹងវាមិនទៀងវាអាចផ្លាស់ប្ដូរប្រែប្រួលទៅក្នុងពេលណាមួយយើងមិនអាចកំណត់បានអញ្ចឹងជាសារ
មួយដាស់តឿនស្មារតីរបស់យើងកុំឲ្យមានសេចក្តីប្រមាទផឹងធ្វើល្អអ្វីដែលយើងអាចធ្វើល្អឲ្យហើយបើឧទាហរណ៍ថាត្រូវបែកបាក់ប្រត់ប្រាស់ញាតិទៀតទីស្រឡាញ់អាហ្នឹងក៏ហ៊ានបញ្យល់ខ្លួនឯងថាការយំសោកនឹងមិនបានជាប្រយោជន៍សម្រាប់ខ្លួនយើងផងមិនបានជាប្រយោជន៍សម្រាប់អ្នកដែលស្លាប់ទៅផងហ្នឹងនៅក្នុងធម៌ហ្នឹងសម្ដែងពុទ្ធព្រះអង្គសម្ដែងអញ្ចឹងមកអញ្ចឹងយើងរៀនកាត់បន្ថយមកយើងជាពុទ្ធជនមិនអាចលះបង់អីបានទាំងស្រុងគាត់ថាបញ្យល់ថាហ្នឹងឥឡូវជាគៀងអស់ប្រេងវាត្រូវរលត់ហើយអញ្ចឹងឥឡូវយើងមានតែធ្វើបុណ្យកុសលជាតក្ខណានុពទានជាមួយនឹងអ្នកមានសិលមិនថាតែប្រសងជាអ្នកណាដែលជាអ្នកមានគុណធម៌ល្អធ្វើទៅឧទ្ទិសជូនគាត់ទៅអាហ្នឹងហើយយើងក៏រួចផុតពីដូចថាការស្ដីបន្ទោសខ្លួនឯងហ្នឹងហើយកម្លាំងបុណ្យហ្នឹងក៏បានជួយដល់គាត់ដែរបារមីខ្លាំងពូកែក្នុងព្រះពុទ្ធសាសនាពាក្យថាបារមីសំដៅយកគុណធម៌ទាំងឡាយដែលនាំឲ្យបានត្រាស់ដឹងឬគុណជាតិដែលនាំឲ្យបានរួចផុតពីទុក្ខរួចផុតពីសង្សារវដ្តព្រះពុទ្ធអង្គនៃយើងបានបំពេញនៅបារមីអស់ច្រើនលានកោដ្ឋជាតិទម្រាំបានត្រាស់ដឹងជាព្រះពុទ្ធបារមីដែលព្រះអង្គត្រូវបំពេញមាន10ដែលលោកហៅថាទុសបារមីឬម្យ៉ាងទៀតលោកហៅថាពុទ្ធការកធម៌គឺទី1ទានបារមីការចែកទានសង្គ្រោះដល់អ្នកដទៃដោយចិត្តករុណាទី2សីលបារមីការរក្សាកាយវិជ្ជាឲ្យបានល្អមិនបៀតបៀនអ្នកដទៃទី3នេក្ខមបារមីការចេញសាងភ្នោះឆ្ងាយពីកាមគុណទី4